នឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកលុកលុយវេណេស៊ុយអេឡានៅពេលនេះបន្ទាប់ពីការប្រជុំមុខគ្នាដ៏តានតឹងជាច្រើនថ្ងៃនៅសមុទ្រការ៉ាបៀនសហរដ្ឋអាមេរិកសម្រេចចិត្តបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ដឹងថាគ្រោះថ្នាក់កំពុងខិតជិតមកដល់វេណេស៊ុយអេឡាបានប្រញាប់ប្រមូលកម្លាំងយោធាដើម្បីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធមិនយូរប៉ុន្មានបន្តែមីស៊ីលជាច្រើនត្រូវបានបាញ់ចេញពីនាវាចម្បាំងអាមេរិកវាប្រហារគោលដៅនៅលើដីវេណេស៊ុយអេឡាទោះបីជារងការវាប្រហារយ៉ាងខ្លាំងក៏ការពីរបស់វេណេស៊ុយអេឡានៅតែអាចទប់ទល់បានដោយរារាំងមិនឲ្យកងទ័ពអាមេរិកចូលចិត្តបានបន្ទាប់មកសហរដ្ឋអាមេរិកបានដូរយុទ្ធសាស្ត្រដោយចាប់ផ្ដើមវាប្រហារតាមអាកាសជាបន្តបន្ទាប់ខណៈយន្តហោះចម្បាំងហោះហើរឆ្លងកាត់មេឃវេណេស៊ុយអេឡាចំពោះខ្សែការពារកំពុងរលំកងទ័ពអាមេរិកបានចាប់ផ្ដើមចូលចាត់និងកាន់កាប់មូលដ្ឋានយោធាសំខាន់ៗនៅទូទាំងប្រទេសក្នុងស្ថានភាពអស់សង្ឃឹមវេណេស៊ុយអេឡាបានអំពាវនាវសុំជំនួយពីរុស្ស៊ីនិងចិនដោយសង្ឃឹមថានឹងមានការចូលជ្រៀតជ្រែកប៉ុន្តែសហរដ្ឋអាមេរិកបានរំពឹងទុករឿងនេះជាមុនរួចហើយកម្លាំងទី2ត្រូវបានដាក់ពង្រាយដើម្បីកាត់ផ្តាច់ការជំនួយនិងការចូលមកជួយគ្រប់ទីទាំងអស់ដោយត្រូវបានដាច់ឯកការនិងរងការបង្ខំដោយកម្រិតខ្ពស់វេណេស៊ុយអេឡាគេមានជំរឿអ្វីផ្សេងទៀតទេក្រៅពីចុះចាញ់ដោយគេមានលក្ខខណ្ឌ